កាលពីព្រេងនាយមានប្តីប្រពន្ធពីរនាក់រស់នៅក្បែរសួនច្បារអថកំបាំងមួយពួកគាត់ចង់បានកូនខ្លាំងណាស់ហើយរស់នៅដោយសុភមង្គលថ្ងៃមួយប្រពន្ធមានអារម្មណ៍ថាឈឺនាងប្រាថ្នាចង់ញ៉ាំអ្វីពិសេសប្រពន្ធបានឃើញផ្ការ៉ាភុនសែលដ៏ស្រស់ស្អាតលូតលាស់នៅក្នុងសួនប្រាសាទនាងមានអារម្មណ៍ថាត្រូវតែញ៉ាំវាបើមិនដូច្នេះទេនាងនឹងស្លាប់ជាមិនខានស្វាមីបានបារម្ភពីប្រពន្ធជាខ្លាំងគាត់ដឹងថាសួនច្បារនោះមានគ្រោះថ្នាក់ដូច្នេះប្តីដ៏ក្លាហានបានលួចចូលទៅក្នុងសួនច្បារដ៏ខ្មៅងងឹតគាត់បានបេះផ្ការ៉ាពុនសែលមួយបាច់ធំដោយគិតថាគ្មានអ្នកណាមើលគាត់ទេគាត់ប្រញាប់ត្រឡប់ទៅផ្ទះវិញដោយប្រុងប្រយ័ត្នទាំងភ័យខ្លាចតែនៅពេលគាត់កំពុងរត់ចេញមេធ្ងប់ចំណាស់គួរឲ្យខ្លាចនាង Gothel ក៏បានលេចមុខមកនាងស្រែកដាក់គាត់ថាអញហ៊ានលួចផ្ការរបស់អញមិនទេអញនឹងដាក់ទោសអញឥឡូវនេះបុរសនោះបានអង្វរនាង Gothel សូមកុំដាក់ទោសគាត់នាង Gothel បានយល់ព្រមប៉ុន្តែទាមទាររបស់មួយនាងនិយាយថាពេលកូនកាចអញត្រូវតែប្រគល់វាឲ្យអញគូស្នេហ៍នេះភ័យខ្លាចតែយល់ព្រមដើម្បីជួយប្រពន្ធមិនយូរប៉ុន្មានកូនស្រីទួយគួរឲ្យស្រឡាញ់ក៏បានកើតនាង Gothel ក៏មកយកទីរកនោះទៅបាត់នាងដាក់ឈ្មោះនាងថា Rapunzel តាមឈ្មោះផ្កាដែលឪពុកលួចនាងចិញ្ចឹមក្មេងស្រីនោះក្នុងប៉មខ្ពស់ណាស់ប៉មនេះខ្ពស់ណាស់គ្មានទ្វារចូលពីខាងក្រោមទេនាង Gothel បានលាក់ Rapunzel ទុកនៅទីនោះនាង Rapunzel បានធំឡើងហើយសក់របស់នាងក៏លូតលាស់យ៉ាងអស្ចារ្យប្រែក្លាយទៅជាពណ៌មាសដ៏វែងបំផុតនាង Gothel ចង់ឡើងទៅលើនាងត្រូវតែស្រែកហៅ Rapunzel ដោយប្រើឃ្លាពិសេសនាង Rapunzel នាង Rapunzel លេសក់របស់នាងចុះមកនាង Gothel ធ្វើបែបនេះរាល់ថ្ងៃយ៉ាងប្រយ័ត្នប្រយែង Rapunzel តូចស្ដាប់ឮការហាយនាងច្រៀងចម្រៀងពីរោះរួចនាងក៏លាសក់មាសដ៏វែងរបស់នាងចុះមកក្រោមសក់នោះវែងដូចជាខ្សែពោធិ៍មាសអាចឲ្យនាង Gothel ឡើងទៅដល់បង្អួតបានថ្ងៃមួយព្រះអង្គម្ចាស់មួយអង្គកំពុងជិះសេះកាត់ព្រៃក្បែរប៉មព្រះអង្គបានឮសំឡេងច្រៀងដ៏ពីរោះរណ្ដំចិត្តមកពីក្នុងប៉មខ្ពស់ព្រះអង្គភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់នៃបទចម្រៀងនោះព្រះអង្គម្ចាស់បានលាក់ខ្លួននៅគុម្ពោតហើយបានឃើញនាង Gothel មកដល់ព្រះអង្គបានឃើញពីរបៀបដែលនាង Gothel ស្រែកហៅហើយសក់មាសក៏ធ្លាក់ចុះមកព្រះអង្គយល់ពីអត្ថកំបាំងនៃការឡើងទៅប៉មព្រះអង្គម្ចាស់បានរង់ចាំរហូតដល់យប់នៅពេលដែលនាង Gothel ចេញទៅបន្ទាប់មកព្រះអង្គក៏ស្រែកហៅឡើងតាមលំនាំដើមនាង Rapunzel នាង Rapunzel លាសក់របស់នាងចូលមកនាង Rapunzel ភ្ញាក់ផ្អើលពេលឃើញបរិសសង្ហាម្នាក់ទាញខ្លួនឡើងមកនាងមិនដែលឃើញនរណាក្រៃពីនាង Gothel ទេនាងភ័យបន្តិចប៉ុន្តែព្រះអង្គម្ចាស់និយាយដោយសំឡេងផ្អែមល្ហែមធ្វើឲ្យនាងស្ងប់ព្រះអង្គម្ចាស់ប្រាប់នាងពីរបៀបដែលសំឡេងច្រៀងរបស់នាងបានចាប់ចិត្តព្រះអង្គនិយាយពីពិភពលោកដ៏ធំទូលាយនៅខាងក្រៅព្រះអង្គម្ចាស់ប្រាប់នាងពីរបៀបដែលសំឡេងច្រៀងរបស់នាងបានចាប់ចិត្តព្រះអង្គនិយាយពីពិភពលោកដ៏ធំទូលាយនៅខាងក្រៅដែលមានសេរីភាព Rapunzel និងព្រះអង្គម្ចាស់ក៏ចាប់ផ្ដើមស្រឡាញ់គ្នាទៅវិញទៅមកព្រះអង្គម្ចាស់បានស្នើសុំរៀបការហើយ Rapunzel ក៏យល់ព្រមពួកគេបានរៀបចំផែនការរត់គេចដោយលួចលាក់ប៉ុន្តែថ្ងៃមួយ Rapunzel បាននិយាយដោយអចេតនាទៅកាន់នាង Gothel ថាម៉ាក់ហេតុអ្វីបានជាព្រះអង្គម្ចាស់ឡើងលឿនជាងម៉ាក់នាង Gothel ខឹងខ្លាំងណាស់នាងស្រែកកុំហក់ដាក់នាងបានយកកន្ត្រៃធំមួយកាត់សក់មាសដ៏ស្រស់ស្អាតរបស់ Rapunzel ភ្លាមសក់ក៏ធ្លាក់ដល់ឥតជាគំនរបាត់បង់ភាពអស្ចារ្យដោយកំហឹងទាំងពួងនាង Gothel បានយក Rapunzel ទៅបោះបង់ចោលនៅវាលខ្សាច់ដ៏ធំល្វឹងល្វើយ Rapunzel ឯកោនិងសោកសៅដោយមិនដឹងថាត្រូវទៅណាទេនាងរស់នៅទាំងលំបាកវេទនាតែម្នាក់ឯងនៅពេលព្រះអង្គម្ចាស់មកដល់នាង Gothel បានទម្លាក់សក់កាត់នោះចុះមកព្រះអង្គម្ចាស់បានឡើងទៅតែត្រូវបានបិសាចនោះច្រានធ្លាក់ចុះព្រះអង្គធ្លាក់ចូលគុម្ពោតបន្លាហើយភ្នែកក៏ងងឹតដោយសារបន្លាមុតព្រះអង្គម្ចាស់ដុសពិការភ្នែកបានដើរវង្វេងក្នុងព្រៃអស់រយៈពេលជាច្រើនឆ្នាំ
ស្វែងរកសំឡេងច្រៀងដ៏ពិរោះរបស់ Rapunzel ព្រះអង្គពិតជានឹកនាងខ្លាំងណាស់តែរកមិនឃើញសោះឡើយព្រះអង្គមានតែក្តីសង្ឃឹមបន្តិចបន្តួចទីបំផុតព្រះអង្គបានឮសំឡេងច្រៀងរបស់នាង Rapunzel បានអោបព្រះអង្គដោយក្តីស្រឡាញ់ហើយទឹកភ្នែករបស់នាងបានហូរលើភ្នែកព្រះអង្គភ្នែកព្រះអង្គម្ចាស់ក៏មើលឃើញឡើងវិញដោយសារអភូតហេតុពួកគេត្រឡប់ទៅនគរវិញដោយរីករាយ